សូមជូនរឿងផ្កាឈូកមាសនិងព្រះនាងចិត្តល្អកាលពីព្រេងនាយមាននគរមួយដ៏សម្បូរសប្បាយគ្រប់គ្រងដោយព្រះរាជាប្រកបដោយទស្សពិរាជធម៌ប៉ុន្តែថ្ងៃមួយគ្រោះរាំងស្ងួតដ៏អាក្រក់មួយបានធ្លាក់មកលើនគរធ្វើឲ្យបាត់បង់ប្រភពទឹកទាំងអស់ដំណាំស្វិតស្រពោនសត្វពាហនៈគ្មានទឹកផឹកប្រជារាស្ត្ររស់នៅយ៉ាងលំបាកវេទនាអោព្រះជាម្ចាស់អើយសូមប្រទានទឹកភ្លៀងមកបើមិនដូច្នោះទេពួកយើងប្រកាសជាស្លាប់មិនខានព្រះបិតារបស់បុប្ផាមានក្តីកង្វល់យ៉ាងខ្លាំងប៉ុន្តែទ្រង់មិនដឹងថាត្រូវជួយរាស្ត្រដោយវិធីណាទេបុត្រីបិតាក្បួនតម្រាបានចែងថាមានតែផ្កាឈូកមាសនៅកណ្ដាលព្រៃអាត់កំបាំងទេទើបអាចហៅទឹកភ្លៀងបានទោះបីជាដឹងថាព្រៃនោះមានគ្រោះថ្នាក់យ៉ាងណាក្តីក៏ព្រះនាងសុខចិត្តលះបង់ដើម្បីប្រជារាស្ត្រដែរបិតាកុំព្រួយព្រះតីបុត្រនឹងចេញដំណើរទៅរកផ្កាឈូកមាសនោះយកមកសង្គ្រោះនគរយើងឲ្យទាល់តែបានពេលនោះព្រះនាងបានរៀបចំខ្លួនចេញដំណើរតែអង្គឯងឆ្ពោះទៅព្រៃអាតកំបាំងនោះពេលទៅដល់គ្រាន់តែឈានជើងចូលមាត់ព្រៃភ្លាមភាពងងឹតនឹងអាតកំបាំងក៏គ្របដណ្ដប់ជុំវិញព្រះនាងព្រៃនេះធំធេងណាស់តើខ្ញុំគួរដើរទៅទិសខាងណាទៅអើយច្បាស់ជាវង្វេងមិនខានពេលកំពុងតែដើរវង្វេងស្រាប់តែព្រះនាងបានឮសំឡេងស្រែកភ្ងោចេញពីគុម្ពោតព្រៃក្បែរនោះសំឡេងអីហ្នឹងហាក់ដូចជាមានអ្នកកំពុងរងរបួសសុំជំនួយពីខ្ញុំពេលទាញមែកឈើចេញព្រះនាងក៏បានឃើញសត្វបក្សីមាសដ៏ស្រស់ស្អាតមួយក្បាលកំពុងជាប់ផុងរងរបួសដោយក្តីមេត្តាព្រះនាងបានរុំរបួសនិងផ្ដល់ទឹកផឹកដល់សត្វបក្សីនោះដោយយកចិត្តទុកដាក់បន្ផុសអរព្រះគុណព្រះនាងដែលមានប្រតិយសប្បុរសទូលបង្គំឈ្មោះសុវណ្ណជាអ្នកថែរក្សានៅព្រៃនេះដើម្បីតបស្នងសងគុណសត្វបក្សីមាសសុវណ្ណបានស្ម័គ្រចិត្តធ្វើជាអ្នកនាំផ្លូវព្រះនាងទូលបង្គំដឹងថាព្រះនាងកំពុងស្វែងរកផ្កាឈូកមាសសូមយាងតាមទូលបង្គំមកទូលបង្គំនឹងនាំផ្លូវដោយមានសុវណ្ណជាអ្នកនាំផ្លូវព្រះនាងបុប្ផាបានធ្វើដំណើរចូលទៅកាន់តែជ្រៅក្នុងព្រៃដ៏សែនអាតកំបាំងនោះមិនយូរប៉ុន្មានពួកគេក៏បានមកដល់មាត់ទន្លេមាយាដ៏គួរឲ្យខ្លាចដែលរារាំងផ្លូវរបស់ពួកគេទន្លេនេះធំទឹកហូរខ្លាំងណាស់តើយើងអាចឆ្លងកាត់ដោយរបៀបណាទៅទន្លេនេះមានមន្តអាគមខ្មៅងងឹតដែលបង្ដើកជារូបភាពបន្លាចដើម្បីបំផ្លាញភាពក្លាហានរបស់ព្រះនាងឃើញដូច្នោះបក្សីមាសសុវណ្ណបានបញ្ចេញពន្លឺនិងស្រែកដាស់ស្មារតីព្រះនាងឲ្យភ្ញាក់ខ្លួនវិញព្រះនាងកុំជឿលើអ្វីដែលព្រះនាងបានឃើញវាគ្រាន់តែជារូបមាយាប៉ុណ្ណោះសូមជឿជាក់លើបេះដូងខ្លួនឯងដោយភាពជឿជាក់ព្រះនាងបានបិទភ្នែកហើយបោះជំហានទៅមុខដោយក្តីក្លាហានខ្ញុំមិនត្រូវខ្លាចទេខ្ញុំធ្វើនេះដើម្បីប្រជារាស្ត្ររបស់នឹងនិងនគររបស់ខ្ញុំនៅពេលដែលព្រះនាងឆ្លងផុតមន្តអាគមខ្មៅងងឹតទាំងឡាយនោះក៏ត្រូវបោនរលាយបាត់អស់ភ្លាមអស្ចារ្យណាស់យើងធ្វើបានហើយសុវណ្ណរាត្រីកាលបានចូលមកដល់ពេលនោះព្រៃដ៏ធំនេះក៏ប្រែជាស្ងាត់ជ្រងំពេលនោះព្រះនាងបានឈប់សម្រាកនៅក្រោមដើមឈើធំមួយខណៈដែលសុវណ្ណបញ្ចេញពន្លឺកម្ដៅក្នុងភាពងងឹតខ្ញុំនឹកព្រះបិតាណាស់សង្ឃឹមថាព្រះអង្គនិងរាស្ត្រទាំងអស់អាចទ្រាំទ្របានបន្តិចទៀតសិនចុះឮដូច្នោះបក្សីមាសបានលួងលោមព្រះនាងផ្ដល់នូវក្តីសង្ឃឹមនិងភាពកក់ក្ដៅសម្រាប់រាត្រីនោះព្រះតីដ៏ល្អរបស់ព្រះនាងជាពន្លឺដែលនឹងសង្គ្រោះនគរទាំងមូលសូមក្រាបទូលសម្រាប់ចុះថ្ងៃស្អែកយើងត្រូវដើរទៀតលុះព្រឹកព្រលឹមឈានចូលមកដល់ពន្លឺព្រះអាទិត្យក៏បានដាស់ព្រះនាងឲ្យបន្តដំណើរទៅមុខទៀតអរុនសួស្តីសុវណ្ណតោះយើងបន្តដំណើរទៅមុខទៀតពួកយើងជិតដល់ហើយមែនទេប៉ុន្តែមិនយូរប៉ុន្មានពួកគេក៏បានប្រទះនឹងកំពែងបន្លាដ៏ធំមួយដែលរារាំងផ្លូវចូលទៅកាន់ស្នូលព្រៃអោព្រះអើយបន្លាទាំងនេះមុតស្រួចណាស់ពួកយើងមិនអាចឆ្លងកាត់បានទេដោយប្រើមន្តអាគមសុវណ្ណបានបញ្ចេញសំឡេងច្រៀងដ៏ពីរោះធ្វើឲ្យកំពែងបន្លាបើកផ្លូវឲ្យពួកគេ
ព្រះនាងសូមយាងតាមទូលបង្គំប្រញាប់ឡើងទីបន្ទាប់ព្រះនាងក៏បានមកដល់កណ្ដាលព្រៃអាតកំបាំងនោះដែលមានស្រះទឹកថ្លាឆ្វេងមួយស្រស់ស្អាតខ្លាំងណាស់ទីនេះពិតជាកន្លែងស័ក្តិសិទ្ធិមែនរំពេចនោះរូបសំណាកនាគរាជយក្សក៏បានមានជីវិតឡើងដើម្បីការពាររបស់ស័ក្តិសិទ្ធិនោះសូមទានអភ័យទោសលោកតាអំចាស់ទឹកម្ចាស់ដីខ្ញុំម្ចាស់គ្មានបំណងមកទីនេះដើម្បីរំខានទេព្រះនាងបានរៀបរាប់ពីទុក្ខវេទនារបស់ប្រជារាស្ត្រដែលកំពុងរងគ្រោះដោយសារគ្រោះរាំងស្ងួតយ៉ាងកំសត់នាគរាជបានសម្លឹងមើលទៅក្នុងបេះដូងរបស់ព្រះនាងហើយក៏បានឃើញនៅសេចក្តីសប្បុរសដ៏បរិសុទ្ធបេះដូងរបស់ព្រះនាងបរិសុទ្ធណាស់ព្រះនាងហ៊ានលះបង់ជីវិតដើម្បីអ្នកដទៃដោយការកោតសរសើរនាគរាជក៏បានឱនក្បាលគោរពហើយបើកផ្លូវឲ្យព្រះនាងយ៉ាងគួរសមខ្ញុំម្ចាស់សូមអរព្រះគុណលោកតាអំចាស់ទឹកម្ចាស់ដីដែលបានប្រទានក្តីមេត្តាដល់ខ្ញុំពេលនោះផ្កាឈូកមាសដ៏ស័ក្តិសិទ្ធិក៏បានផុសឡើងបញ្ចេញពន្លឺចែងចែងចាំងយ៉ាងត្រចះត្រចង់អូផ្កាឈូកមាសខ្ញុំរកឃើញហើយនគរយើងនឹងមានសង្ឃឹមឡើងវិញហើយដោយការប្រុងប្រយ័ត្នព្រះនាងបានបេះផ្កាឈូកមាសនោះមកកាន់យ៉ាងថ្នាក់ថ្នមខ្ញុំនឹងថែរក្សាផ្កានេះដោយជីវិតខ្ញុំត្រូវតែយកវាទៅដល់នគរឲ្យបានទាន់ពេលដោយមិនបង្អង់យូរព្រះនាងនិងបក្សីមាសបានប្រញាប់ប្រញាល់ធ្វើដំណើរត្រឡប់ទៅនគរវិញចំណែកឯនៅឯនគរវិញគ្រោះរាំងស្ងួតកាន់តែអាក្រក់ទៅរហូតប្រជារាស្ត្រស្ទើរតែបាត់បង់ជីវិតអស់ទៅហើយឃើញដូច្នេះព្រះបិតាមានវិប្បដិសារីនិងអស់សង្ឃឹមយ៉ាងខ្លាំងទាំងបារម្ភពីរាស្ត្រទាំងបារម្ភពីបុត្រីបុប្ផាកូនបិតាតើកូននៅទីណាពេលនេះបិតាមិនអាចជួយអ្វីបានទាល់តែសោះប៉ុន្តែក្នុងពេលដែលគ្រប់គ្នាអស់សង្ឃឹមព្រះនាងបុប្ផាក៏បានត្រឡប់មកដល់នគរវិញទាន់ពេលវេលាព្រះបិតាបុត្រត្រឡប់មកវិញហើយបុត្ររកឃើញផ្កាឈូកមាសនោះហើយពេលនោះផ្កាឈូកមាសបានបញ្ចេញពន្លឺអស្ចារ្យហោះឡើងទៅលើអាកាសបំបែកពពកដ៏ហួតហែងនោះរំពេចនោះមេឃដែលធ្លាប់តែក្រហមឆ្អៅក៏ប្រែជាខ្មៅងងឹតហើយពពកភ្លៀងក៏ចាប់ផ្ដើមប្រមូលផ្ដុំគ្នាមិនយូររកម៉ានដំណក់ទឹកភ្លៀងដំបូងក៏បានស្រក់ចុះមកលើដីដែលប្រេះក្រហែងភ្លៀងធ្លាក់ហើយពួកយើងរស់រានមានជីវិតវិញហើយអរព្រះគុណម្ចាស់ទឹកម្ចាស់ដីអរគុណសេចក្តីល្អដែលបានជួយសង្គ្រោះពួកយើងពេលនោះសត្វបក្សីមាសសុវណ្ណក៏បានសម្លឹងមើលព្រះនាងដោយក្តីមោទនភាពបំផុសព្រះទ័យដ៏បរិសុទ្ធនិងភាពក្លាហានរបស់ព្រះនាងគឺជាវេទមន្តដ៏ពិតប្រាកដទូលបង្គំសូមកោតសរសើរត្រឹមតែមួយប៉ាព្រិចភ្នែកផែនដីដែលធ្លាប់តែស្ងួតហួតហែងក៏ប្រែជាពណ៌បៃតងនិងពោពេញដោយជីវិតម្ដងទៀតព្រះបិតាបានរត់មកអោបបុត្រីយ៉ាងណែនដោយក្តីរំភើបនិងមោទនភាពជាទីបន្បោះបុប្ផាកូនបិតាកូនពិតជាវីរនារីរបស់នគរយើងមែនបិតាមានមោទនភាពចំពោះកូនណាស់ពេលនោះប្រជារាស្ត្រទូទាំងនគរបាននាំគ្នាអបអរសាទរនិងថ្លែងអំណរគុណដល់ព្រះនាងចាយោព្រះនាងចិត្តល្អរកយើងសូមព្រះនាងមានព្រះជន្មយឺនយូរផ្កាឈូកមាសស័ក្តិសិទ្ធិត្រូវបោនគេយកទៅដាំនៅកណ្ដាលស្រះក្នុងរាជវាំងដើម្បីការពារនគរជារៀងរហូតមិនយូររម៉ាននគរទាំងមូលក៏ត្រឡប់មកមានភាពសម្បូរសប្បាយនិងរីកចម្រើនដូចដើមវិញដោយសារនគរមានសុខសន្តិភាពហើយពេលនោះសុវណ្ណក៏បានលាត្រឡប់ទៅព្រៃវិញបក្សីមាសក៏បានហោះត្រឡប់ទៅកាន់ព្រៃអាតកំបាំងវិញបន្សល់ទុកនៅសេចក្តីនឹករលឹកលាហើយមិត្តសម្លាញ់ខ្ញុំនឹងមិនបំភ្លេចឯងនឹងអ្វីដែលយើងបានឆ្លងកាត់ជាមួយគ្នាឡើយចាប់ពីពេលនោះមកព្រះនាងបុប្ផាបានក្លាយជានិមិត្តរូបនៃក្តីសង្ឃឹមនិងសេចក្តីស្រឡាញ់សម្រាប់ប្រជារាស្ត្រទាំងអស់រឿងនេះអប់រំឲ្យយើងដឹងថាសេចក្តីសប្បុរសនិងសេចក្តីក្លាហាន
អាចយកឈ្នះរាល់ឧបសគ្គដ៏សែនលំបាកបានសូមអរគុណសំសាមខ្នាតាមដានទស្សនា